បងប្អូននេះគឺជាអ្នកសកម្មការអន្តរជាតិបានអញ្ជើញមកដល់ហើយបាទអ្នកសកម្មការអន្តរជាតិ IoT បានអញ្ជើញមកដល់ឃើញទស្សនវិជ្ជាពិតហើយបងប្អូនទស្សនវិជ្ជាដែលជាគីថៃកំពុងតែឈូសឆាយនៅលើដីដែលជាពលរដ្ឋក្នុងស្រុកគ្រប់គ្រងបងប្អូនភាពទាហានថៃស្ពានពានបូរណភាពទឹកដីកម្ពុជាស្ថិតនៅភូមិព្រៃច័ន្ទបងប្អូនភូមិអូបៃជាន់ស្រុកអូជើងខេត្តគឺជាសកម្មភាពក្រុមម៉ោង2សកម្មការអន្តរជាតិ IoT របស់យើងបាទនៅថ្ងៃទី10ខែ10ឆ្នាំ2025បាទនេះមកមើលឃើញនឹងភ្នែកយើងអត់មានឃើញយ៉ាងម៉េចបាទសកម្មភាពឈូសឆាយឃើញចាក់បងប្អូនឃើញចាក់បាទឃើញចាក់ជុំកពូលអាស៊ានឬក៏មានកិច្ចប្រជុំជជែកមានវិទ្យាប្រទេសទៅទូរូបតាមហ្នឹងគេនឹងបង្ហាញនៅរបាយការណ៍នេះហើយដូច្នេះបងប្អូនការចង់បានរបស់យើងគឺច្បាស់ជាគូបញ្ចូលហើយតែរបៀបនៃការធ្វើការងាររបស់គេគឺគេមិនអាចធ្វើបានដូចយើងទេមិនអាចមកមើលភ្លាមចេញផ្លែតមើលភ្លាមចេញផ្លែតគេការវិនិច្ឆ័យការពីគាត់ព្រោះឯរបាយការណ៍គេរោគនៅភាពត្រឹមត្រូវមួយដើម្បីគេលើកយកទៅនិយាយទៅអាចជាត្រឹមត្រូវអត់លំអៀងច្បាស់លាស់ដើម្បីធានាដល់ការផ្ដល់នៅយុទ្ធធម៌ដល់ប្រទេសណាមួយហើយក៏អាចធានាបាននៅដំណោះស្រាយមួយដែលត្រឹមត្រូវរវាងប្រទេសនិងប្រទេសផងដែរពីទស្សនិកជនបាទ